លោក Donald Trump នឹងមិនបញ្ជូនកងទ័ពអាមេរិកចូលទៅកាន់ទឹកដីវេណេស៊ុយអេឡាទេប្រធានាធិបតី Donald Trump បាននិយាយនៅថ្ងៃច័ន្ទថាលោកនឹងមិនបញ្ជូនកងទ័ពអាមេរិកចូលទៅកាន់ទឹកដីវេណេស៊ុយអេឡាទេខណៈដែលលោកក៏បង្ហាញពីឆន្ទៈក្នុងការស្ដាប់ពីលោក Nicolas Maduro ដោយផ្ទាល់ពីប្រធានាធិបតីរូបនេះដើម្បីបញ្ជៀសនៃការកើនឡើងកម្ដៅដែលអាចឈានដល់ការប្រើប្រាស់យោធារបស់អាមេរិកនាពេលខាងមុខនោះនេះបើតាមការផ្សាយរបស់ស្ថាប័នព័ត៌មាន Reuters សហរដ្ឋអាមេរិកកំពុងបន្តយុទ្ធនាការប្រយុទ្ធដែលមានការវាយប្រហារកំទេចនាវាដែលត្រូវបានសង្ស័យថាដឹកជញ្ជូនគ្រឿងញៀនទៅតាមឆ្នេរវេណេស៊ុយអេឡានិងតាមឆ្នេរសមុទ្រផ្ទៃប៉ាស៊ីហ្វិកនៃអាមេរិកឡាទីនទាំងនេះបង្ហាញថាត្រាំមានចិត្តត្រៀមក្នុងការកើនឡើងនៅការប្រយុទ្ធយោធាចំពោះវេណេស៊ុយអេឡាទោះបីលោកបង្ហាញពីឆន្ទៈចង់រកច្រកចេញតាមផ្លូវការទូតប្រសិនបើវេណេស៊ុយអេឡាផ្ដល់សំណើដែលគួរឲ្យចាប់អារម្មណ៍នោះត្រាំក៏បាននិយាយថាខ្លួនចង់បំផ្លាញរោងចក្រផលិតកូកាអ៊ីននៅកូឡុំប៊ីផងដែរប៉ុន្តែមិនទាន់ប្រកាសពីសកម្មភាពយោធាដោយផ្ទាល់នៅទីនោះនៅឡើយទេបើទោះបីជាត្រាំផ្ដោតលើវិស័យទប់ស្កាត់គ្រឿងញៀនជាចម្បងក្តីលោកក៏ដឹងថាវេណេស៊ុយអេឡាដែលមានបម្រុងប្រេងធម្មជាតិធំបំផុតលើពិភពលោកគឺជាប្រទេសសម្បូរធនធានធម្មជាតិដ៏ច្រើននេះបើតាមការបញ្ជាក់របស់មន្ត្រីម្នាក់នៅសេតវិមាននៅថ្ងៃអាទិត្យលោកត្រាំបានកំណត់ Cartel de los Sol ជាអង្គភាពភេរវកម្មអន្តរជាតិសហរដ្ឋអាមេរិកអះអាងថាក្រុមនេះមានសមាជិកជាមន្ត្រីជាន់ខ្ពស់របស់វេណេស៊ុយអេឡារួមទាំង Maduro ផងដែរយ៉ាងណាអ្នកស្រាវជ្រាវឯកទេសខ្លះបាននិយាយថាទោះបីមន្ត្រីវេណេស៊ុយអេឡាខ្លះពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនក្តីក៏មិនមានភស្តុតាងច្បាស់លាស់ថាវាជាអង្គភាពមានរចនាសម្ព័ន្ធជាក្រុមហ៊ុនភេរវកម្មដោយការអះអាងទេក្រសួងសង្គ្រាមសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអាទិត្យមុនពេលមានមតិយោបល់ថ្មីរបស់ត្រាំថានាវាមួយទឹកនុយក្លេអ៊ែរមួយគ្រឿងក្រុមនាវាចម្បាំង8និងយន្តហោះ F-35 ក៏ដូចជានាវាមួយទឹក Gerald Air Force ដែលជានាវាមួយទឹកយុទ្ធសាស្ត្រធំបំផុតរួមទាំងទាហាន 5000 នាក់និងយន្តហោះជាច្រើននៅលើកប៉ាល់បានឈានចូលមហាសមុទ្រ Caribbean ក្បែរប្រទេសវេណេស៊ុយអេឡាហើយចំណែកប្រទេសវេណេស៊ុយអេឡា